ទិដ្ឋភាពនៅពេលរាត្រីនៅក្នុងរាត្រីទី1នៅក្នុងទីក្រុងអូកឡែននៅចំណតកំពង់ផែយ៉ានេះគឺជាសន្តាគារ Intercon នៅទីកន្លែងទីប្រជុំជនបើ countdown ឬក៏ New Year អីគេមកជុំគ្នានៅ block ម្ដុំនឹងទាំងអស់អូខេ Come on sister ហើយអាកាសធាតុនៅទីនេះ10អង្សាជាងហើយ17 18ខ្ញុំអត់បានពាក់អាវដៃវែងមកខ្ញុំគិតថាវានេះឥឡូវវាចុះត្រជាក់ហើយអូខេសម្រាប់នៅពេលរាត្រីកន្លែងនេះគឺចំណតនៃកប៉ាល់ទូកណូតអីផ្សេងជាច្រើនចតនៅទីនេះសារនេះនេះសបោភ្ញៀវទេសចរជនជាតិចិនជនជាតិឥណ្ឌូនេស៊ីជនជាតិថៃអីជាដើមហើយនៅក្នុងនោះក៏មានខ្ញុំកម្ពុជាមួយនៅក្នុងនេះដែរបាទអូខេខ្ញុំមកដល់មាត់ទឹកមើលទេសភាពមាត់ទឹកនិងកន្លែងក្មេងលេងទេតើយើងនៅកន្លែងស្នាក់យើងនៅត្រង់ Let's go អូខេសន្តាគារ Intercontinental Albert Street Let's go យើងរងចាំLet's go តាមមើលសម្រស់ទីក្រុងបន្តកង់នេះគេទុកចោលបើសិនបើយើងចង់ជិះយើង scan ទៅ QR code ឬក៏បង់លុយទៅយើងអាចយកជីនៅក្នុងនឹងក្នុងនេះតាមតែនេះបានអូខេអញ្ចឹងនេះគឺជាការបង្ហាញជូនរាត្រីដំបូងនៃការមកដល់ទីក្រុងអូកឡែននៃប្រទេសញូហ្សេឡង់បន្ទាប់ពីយើងធ្វើដំណើរចេញពីស៊ីដនីអូស្ត្រាលី